របៀបទារប្រាក់រវាងគណនី Aclida និងគណនីជួញដូរដំបូងសូមបើកកម្មវិធី Aclida Mobile ហើយចុចលើម៉ឺនុយផ្ទេរប្រាក់បញ្ចូលលេខសម្ងាត់ Scan ម្រាមដៃឬ Scan មុខរួចចុចលើគណនីជួញដូរបន្ទាប់មករើសយកក្រុមហ៊ុនមូលបត្រណាមួយដែលលោកអ្នកបានបើកគណនីជួញដូរលោកអ្នកអាចផ្ទេរប្រាក់ចេញពីគណនី Aclida ទៅគណនីជួញដូរឬផ្ទេរចេញពីគណនីជួញដូរទៅគណនី Aclida វិញតាមមុខងារនេះបានដោយដំបូងត្រូវជ្រើសរើសគណនីកាត់ប្រាក់ចេញជាមុនសិនត្រង់ចំណុចនេះលោកអ្នកអាចជ្រើសរើសគណនីកាត់ប្រាក់ចេញជាគណនីធនាគារឬគណនីជួញដូរជ្រើសរើសគណនីទទួលសូមបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេររួចចុចយល់ព្រមសូមទៀងទាត់ប្រតិបត្តិការរបស់លោកអ្នកឡើងវិញហើយចុចយល់ព្រមលោកអ្នកបានផ្ទេរប្រាក់ទៅគណនីជួញដូររួចរាល់ហើយសូមអរគុណ Aclida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត